ចឹងនេះជា assignment របស់យើងដែល assignment ហ្នឹងខ្ញុំបានដាក់ project ហ្នឹងគឺឈ្មោះ Bakery Shop ដែលយើងធ្វើទាក់ទងនឹង mobile app ឥឡូវយើងបើសិនជាយើងរៀនលឿនយើងអាច finish លើ mobile app ហើយយើងអាចទៅរៀនលើ website មកតង់ទៀតប៉ុន្តែយើងយក flow ទាំងអស់ហ្នឹងចូលទៅធ្វើនៅលើ website វិញអានោះយើងរៀនលឿនណាដោយសារយើងអាស្រ័យទៅលើក្នុងការធ្វើ assignment យើងដែរបើ assignment នេះយើងធ្វើតែ4ថ្ងៃ2ថ្ងៃអីហើយយើងរៀនលឿននេះហើយក្នុង assignment ហ្នឹងក៏ជា project របស់យើងគឺធ្វើទាក់ទងនឹង Bakery Shop ទាក់ទងនឹងហាងនំហើយនៅក្នុងនោះក៏ខ្ញុំបានដាក់ដែរថា assignment យើងគឺទាក់ទងទៅនឹងការរៀនធ្វើ information architecture ដែលយើងហៅកាត់ថា IA ហើយនឹង user flow ហើយ tool requirement គឺ fix jam ក្នុង fix jam ហ្នឹងគឺនៅក្នុង Figma tool របស់យើងហ្នឹងឯងខ្ញុំគិតថាដំបូងឡើយគឺគាត់បើក app ហើយគាត់នឹង search ទៅរក category ដែលមានឈ្មោះថា num cake ហើយគាត់នឹង click យក num cake birthday ហ្នឹងហើយក្នុង num cake birthday ហ្នឹងអាចមាន detail ហើយបន្ទាប់មកអាច add ទៅ cart មកចូលបន្តហ្នឹងហើយ check ហើយ card check ហ្នឹងមាន review item បានន័យថាគាត់ add ហ្នឹងគាត់ add បានគាត់ចង់ទិញ num cake ហ្នឹងបាន2ឬក៏3ហើយបន្ទាប់មកធ្វើ process check out ហើយ pay ហ្នឹងក៏គេមាន review total price ដែលថាគាត់ order 2ចឹងគេនឹង review ថា2ហ្នឹងតម្លៃអស់ប៉ុន្មានហើយ place order ហើយ finish បន្ទាប់មកគាត់ check មើល order របស់គាត់ហ្នឹងនំរបស់គាត់ហ្នឹងធ្វើឲ្យនៅអីចឹងទៅគាត់អាចទៅយក flow logic អានេះ flow logic នេះបានន័យថាខ្ញុំចង់ឃើញអ្នកនរគ្នាគូអា shape flow ដែលយើងបានរៀនអានេះក៏ខ្ញុំដាក់នៅក្នុងហ្នឹងដែរហើយកន្លែងនេះខ្ញុំចង់ឲ្យអ្នកនរគ្នារៀនទាក់ទងនឹងការប្រើប្រាស់ condition condition ដែលខ្ញុំប្រាប់ឲ្យគេហៅ decision ហ្នឹង decision point ហើយខ្ញុំមានដាក់ជាឧទាហរណ៍មើលដែរនេះក៏អត់សំខាន់ដែរតែអានេះយើងខ្ញុំគ្រាន់តែដាក់ថាគ្រាន់តែចង់ notify អ្នកនរគ្នាថាពេលយើងធ្វើហើយយើងចូលទៅ check assignment យើងហើយមុន submit ឲ្យខ្ញុំហើយខ្ញុំក៏មានដាក់បន្ទុកអីនៅក្នុងហ្នឹងដែរហើយ in the end ខ្ញុំក៏មានដាក់ថានៅពេលដែលយើងចេះធ្វើ assignment មួយហ្នឹងយើងនឹងរៀនទៅអីខ្លះទី1គឺ business requirement ទី2ទាក់ទងនឹងមេរៀនរបស់យើង information architecture user flow journey ហើយ wireframe final visual UI នេះយើងធ្វើក្រោយទាក់ទងនឹង wireframe ហើយដោយសារយើងអត់បានរៀនអញ្ចឹងពេលដែល next assignment គឺយើងនឹងធ្វើទាក់ទងនឹង wireframe ហើយនឹង UI design មានតែប៉ុណ្្នឹង assignment របស់យើងចាំទី1អីដែលខ្ញុំចង់ឲ្យអានអ្នកនរគ្នាគួរតែអាន requirement របស់យើងថាតើ target user របស់គេគឺជាណាគេអ្នកប្រើប្រាស់ product app មួយហ្នឹងហើយរៀនពី client របស់យើងដែរថាគាត់ចង់បានអីខ្លះ